ពេលដែលគាត់មករដូវអស់ហើយស្រាប់តែវាមានធ្លាក់ឈាមមកតំណក់ដើមមកពីមូលហេតុអីដែរសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926ចាសូមជម្រាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលំចាយមនីរតជាវិជ្ជាបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីហើយក៏ជាអគ្គនាយិកានៃមន្ទីរសម្រាប់ជាបាឌីអថប់បងប្អូនស្រីៗគ្នាយើងនៅពេលដែលគាត់មករដូវអស់ធម្មតាវត្តរដូវ3ទៅ7ថ្ងៃទេតែគាត់អស់ហើយស្រាប់តែមានធ្លាក់តិចមកយើងត្រូវដឹងថាអាហ្នឹងមិនមែនជាសញ្ញាធម្មតាទេយើងត្រូវចាប់អារម្មណ៍តើឈាមរដូវដែលធ្លាក់មកហ្នឹងវាជារដូវឬមកក៏វាជាតំណក់ជាឈាមគេហៅថាការធ្លាក់ឈាមភាសាបរទេសគេហៅថា metrorrhagia ភាសាបារាំងណាអញ្ចឹងមូលហេតុនៃការធ្លាក់ឈាមហ្នឹងទី1អាចមកពីគាត់ប្រើប្រាស់ថ្នាំគ្រាប់ពជាកណ្ដាលតែគាត់ភ្លេចញ៉ាំទី2អាចមកពីគាត់មានជំងឺម្យ៉ាងគេហៅថា PCOS មួយទៀតគឺគាត់នេះអាចនឹងមានបញ្ហាដុំស្បូនឬមកក៏គាត់មានរឹសដូងនៅនឹងមាត់ស្បូនឬមកក៏គាត់មានជំងឺគេហៅថា adenomyosis គឺស្ទាប់រដូវហ្នឹងទៅចូលស៊ីនៅក្នុងសាច់ដុំស្បូនរបស់គាត់ឬមកក៏គាត់មានគេហៅថា endometriosis គឺគិសស្ទាប់រដូវហើយបន្ថែមពីលើនឹងទៀតអ្នកខ្លះមានបញ្ហាទៅលើជំងឺពកការដែលគាត់មានបញ្ហាជំងឺពកធ្វើឲ្យមានអុកបណោ imbalance ផងដែរនៅពីលើអុកម៉ូនអាហ្នឹងរឿងមួយទៀតណាអ្នកអាលៀកមាត់ស្បូនចានៅពេលដែលគាត់មានការលាក់សរ៉ាំរ៉ៃឬមួយក៏អីទៅគាត់មានអាលៀកមាត់ស្បូនទៅក៏វាមានការធ្លាក់ឈាមរដូវដែរមូលហេតុនៃការធ្លាក់ឈាមរដូវហ្នឹងគឺអាចមកពីថ្ងៃនៃការបញ្ចេញមេជីវិតញីរបស់គាត់ទៅក៏គាត់អាចនឹងមានការធ្លាក់ឈាមនឹងដែរអញ្ចឹងការធ្លាក់ឈាមនៅថ្ងៃដែលបញ្ចេញមេជីវិតញីហ្នឹងគឺជាថ្ងៃដែលមានពណ៌រៀងថ្លាលាយជាមួយនឹងសរសៃតាយឯងករណីហ្នឹងបើគាត់ធ្លាក់តែបន្តិចហ្នឹងទេហើយអត់អីទេគឺអត់មានបញ្ហាទេសញ្ញាដូចម្ដេចដែលបង្ហាញថាការធ្លាក់ឈាមរបស់គាត់មានគ្រោះថ្នាក់តម្រូវឲ្យត្រូវមកពេទ្យជាបន្ទាន់គឺនៅពេលដែលពណ៌ឈាមរបស់គាត់ហ្នឹងមានពណ៌ក្រហមស្រស់គាត់មានបរិមាណរៀងច្រើនហើយឈាមហ្នឹងអាចកកតែបើសិនជាឈាមហ្នឹងពណ៌អត់ក្រហមស្រស់ទេវាអត់បន្ទាន់ត្រូវតែមកពេទ្យទេជាសរុបសេចក្តីកន្លែងនេះមកវិញខ្ញុំចង់បញ្ជាក់ថាអ្នកដែលអស់រដូវហើយគាត់មានធ្លាក់ឈាមរដូវចាត់ត្រូវតែរកមើលថាគាត់មានឈឺអីអត់តើគាត់អាចរងចាំពេលណាឬត្រូវបន្ទាន់មកពេទ្យភ្លាមគឺនៅពេលដែលគាត់ធ្លាក់ឈាមពណ៌ក្រហមស្រស់ហើយមានកកបើគាត់ធ្លាក់រៀងកម្ៅឬមកគាត់ធ្លាក់ពណ៌ត្នោតអីទេអាហ្នឹងវាអត់បន្ទាន់ភ្លាមឯងគាត់អាចថារងចាំពី3ថ្ងៃក្រោយឬមួយសប្តាហ៍ក្រោយឬមួយខែក្រោយចាំមកជួបពេទ្យបានតែធ្លាក់ពណ៌ក្រហមស្រស់ហ្នឹងគឺត្រូវតែមកពេទ្យបើសិនជាអ្នកទាំងអស់គ្នាមានសញ្ញាដូចជាការធ្លាក់គេហៅថា spotting ឬ metrorrhagia ក្រោយការធ្លាក់ឈាមរដូវអស់ហ្នឹងយើងត្រូវមកប៉ັດពិនិត្យដើម្បីរកមើលមូលហេតុទាំងអស់ហ្នឹងឯងការធ្លាក់ឈាមរដូវកើតឡើងទៅលើស្ត្រីដែលគាត់វ័យចាប់ពី18ឆ្នាំឡើងលើតែភាគច្រើនចាប់ពី25រហូតដល់45ឆ្នាំព្រោះបើនៅវ័យក្មេងៗអត់សូវជួបជាបញ្ហាដោយសារអីគាត់ទៅតែឆ្លងកាត់ការរួមដំណេកដបងអញ្ចឹងអត់ទាន់ចោតជាបញ្ហាទេអានឹងទី1ទៀតជំងឺជំងឺអីក៏វាមិនទាន់ចេញភ្លាមនៅពេលដែលវ័យយើងក្មេងដែរតែយើងចាប់ដើមចូលរៀងវ័យគេហៅថា productive age 25ឆ្នាំឡើងរហូតដល់45ឆ្នាំយើងនឹងប្រឈមជួបនៅបញ្ហាអស់ហ្នឹងអ្នកដែលនៅលីវក៏នៅតែអាចមានជំងឺអស់ហ្នឹងដែរព្រោះអីមិនមែនតែអ្នកមានគ្រួសារហើយបានមានការធ្លាក់ឈាមរដូវឯងព្រោះដូចខ្ញុំនិយាយអញ្ចឹងការធ្លាក់ឈាមរដូវហ្នឹងគឺវាកើតឡើងមកពីបញ្ហា imbalance hormone ដែរអញ្ចឹងអ្នកអត់ទាន់មានគ្រួសារក៏គាត់អត់អាចមានបញ្ហាហ្នឹងដែរយើងត្រូវរកមើលមូលហេតុមិនមែនតតថាមានគ្រួសារបានមានបញ្ហារដូវអីអត់ទេសម្រាប់ស្ត្រីដែលគាត់មានបញ្ហាធ្លាក់ឈាមរដូវមានន័យថាគាត់អស់រដូវហើយគាត់ធ្លាក់ spotting ហ្នឹងកត្តាប្រឈមគឺទី1បើសិនជាគាត់មានបញ្ហាមកពីមាត់ស្បូនហើយគាត់មានការរលាកគាត់ទៅព្យាបាលអត់បានទាន់ពេលវេលាវាអាចធ្វើឲ្យវាមានរលាកកាន់តែខ្លាំងឬវិវត្តទៅរកជាជំងឺរ៉ាំរ៉ៃណាមួយខ្ញុំអាចអត់និយាយថាអាចគាត់មាន HPV គឺអាចទៅជាមហារីកអីចឹងទៅមួយទៀតបើសិនជាគាត់មានដូចជាបញ្ហាស្ទាប់រដូវ
វាស្ដើងវាចិត្តតែធ្លាក់ឈាមកាន់តែញឹកញាប់កាន់តែច្រើនទៅគាត់ប្រឈមនៅក្នុងការកង្វះគ្រាប់ឈាមតែប្រសិនជាគាត់ធ្លាក់ឈាមរដូវដោយសារតែគាត់មានគីនឹងវាអាចរីកធំកាន់តែធំទៅនៅទូចយើងអាចព្យាបាលបានតែវាធំទៅវាឈានរហូតដល់ការវះកាត់បើសិនជាការធ្លាក់ឈាមរដូវរបស់គាត់កើតឡើងដោយសារតែគាត់មានបញ្ហាទៅលើស្រទាប់រដូវក្រាស់អរម៉ូនគាត់ខ្ពស់លើសខុសធម្មតានៅពពួកអេស្ត្រូហ្សែនពេលដែលគាត់ចូលវ័យចំណាស់រហូតដល់45ឆ្នាំទៅគាត់ប្រឈមជាមួយនឹងការកើតមហារីកស្រទាប់រដូវពេលដែលយើងមានការធ្លាក់ឈាមរដូវហ្នឹងអ្នកដែលមានបញ្ហាដូចជាឬដូងនៅក្នុងមាត់ស្បូនឬមើលក្អីតែកាលណាធ្លាក់ឈាមយូរទៅវាខ្សោះវាអីណាវាកាន់តែរីកធំអញ្ចឹងបើសិនជានៅទូចយើងអាចព្យាបាលបានតាន់ពេលវេលាទៅយើងក៏ឆាប់ជាមួយទៀតហើយយើងចំណាយអស់ថវិកាក៏វិតិចពេលវេលានៃការប៉ះពាល់សុខភាពរបស់យើងក៏វិតិចផងដែរទីចុងក្រោយខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាការធ្លាក់ឈាមរដូវគឺត្រូវរកមូលហេតុថាយើងមានឈឺអីនៅក្នុងចំណោមមូលហេតុដែលធ្វើឲ្យវាមាន spotting ហ្នឹងក៏មានដូចជាការកើនឡើងទម្ងន់ខុសធម្មតាការស្រកទម្ងន់ខុសធម្មតារបស់មនុស្សស្រីកត្តារបបចំណីអាហារក៏ពាក់ព័ន្ធជាមួយនឹងការធ្វើឲ្យមាន imbalance hormonal ដែរអញ្ចឹងបងប្អូនស្ត្រីទាំងអស់ត្រូវធ្វើមិនកុំប្រសាផ្អែមកុំប្រសាគ្រឿងដែលវាមានជាតិខ្លាញ់ហើយកុំញ៉ាំនៅពពួកអាហារណាដែលពួកគ្រឿងបំពងគ្រឿងហឹរឬគ្រឿងប្រៃខ្លាំងពេកដែលធ្វើឲ្យយើងមានការកើនឡើងឬមួយក៏នេះទម្ងន់របស់យើងខុសធម្មតាផងដែរសម្រាប់បងប្អូនស្ត្រីដែលគាត់មានបញ្ហាក្រោយអស់រដូវមកទេគឺត្រូវតែមកពិនិត្យរកមើលមូលហេតុកុំទុកវាសុខចិត្តយើងមកមើលថាយើងអត់មានបញ្ហាអីហើយយើងដូរ lifestyle វិញវាល្អជាងសម្រាប់ការ spotting ហ្នឹងមិនមែនរកមើលទៅដាច់ខាតត្រូវតែឃើញជំងឺទេហើយនៅពេលដែលរកមើលឃើញមូលហេតុហ្នឹងហើយការព្យាបាលរបស់គ្រូពេទ្យក៏ត្រូវការសហការរបស់អ្នកជំងឺគឺ change lifestyle ចា៎សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DR Top ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926